អ្នកសុំទានគ្រាន់តែទៅរើសជើងមាន់ដែលធាក់ដីស្រាប់តែមានបាល់ប៉ាក់មួយធ្លាក់មកក្នុងដៃគាត់ដឹងថាថ្ងៃនេះជាថ្ងៃដែលលោកលីយួនវាយរកកូនប្រសាសម្រាប់កូនស្រីប៉ុន្តែពេលបោះបាល់ប៉ាក់ចេញទៅគ្មាននរណាចង់ចាប់ទេព្រោះមុខកូនក្រមុំពេញទៅដោយរូសដងបាត់មុខមាត់អាក្រក់ណាស់អ្នកណាគូខ្ញុំเอามือបាល់ប៉ាក់នេះធ្លាក់ទៅដល់អ្នកសុំទានម្នាក់ហើយស្រីអាក្រក់គូនឹងអ្នកសុំទានគូដល់សំរុំជាអ្នកសុំទានក៏មិនចូលចិត្តស្រីអាក្រក់ដូចខ្ញុំដែរមើលស្អីទេមានអ្វីគួរសើចកាលបាល់នេះខ្ញុំទទួលយកគាត់មិនមើលងាយខ្ញុំទេលោកចៅហ្វាយនាំមនុស្សមកដល់ហើយហើយក្មេងប្រុសដោយសារអ្នកបានទទួលផ្កាបាល់របស់គ្រួសារលាវហើយគ្រួសារលាវយើងនឹងមិនធ្វើឲ្យអ្នកអន់ចិត្តទេអ្នកឈ្មោះអ្វីខ្ញុំតើខ្ញុំអាចញ៉ាំបាយឲ្យឆ្អែតសិនបានទេអូនស្រីមិនប្រាថ្នាចង់រៀបការជាមួយគាត់ពិតមែនទេនឹងហើយក្រហើយអាក្រក់អូនស្រីអាចរៀបការជាមួយអ្នកសុំទានស្អុយបែបនេះបានដោយរបៀបណាឪពុកសុំឲ្យគាត់ញ៉ាំបាយសិនទើបនិយាយបន្តរូបរាងគាត់ពេលនេះជួបមនុស្សក៏មិនសមរម្យដែរខ្ញុំគាត់ចុះទៅញ៉ាំបាយសិនញ៉ាំបាយងូតទឹកហើយបដូរសម្លៀកបំពាក់ស្អាតបើមានរឿងអីចាំបន្តិចទៀតពិភាក្សាគ្នាបើហើយអីគេអំណាចរបស់ខ្ញុំពិតជាបានធ្វើមកពេញ1/10ហើយក៏ព្រោះតែនាងលាវយ៉ាន់ស៊ីអ្នកនឹងហើយជាអ្នកសុំទានដែលទទួលបាល់ប៉ាក់កាលពីមួយសន្ទុះមុនគឺខ្ញុំអ្នកឈ្មោះអីឋានៈជាព្រះអង្គម្ចាស់ពីជាតិមុនមិនអាចបញ្ចេញដោយងារលើនេះទេឬតែប្រឌិតឈ្មោះមួយដើម្បីបបបញ្ឆោតសិនចាំមើលក្រោយខ្ញុំឈ្មោះវ៉ាងថេងអាយុ20ឆ្នាំមកពីភូមិដាច់ស្រយាលរូបគេគ្រូទូពីមកដល់ភៀកខាងត្បូងគ្រូសាខ្ញុំស្លាប់អស់ហើយភ្លេចមិនទាន់បានរៀបការទេរហូតមកដល់ពេលនេះជោគល្អលោកមើលមុខខ្ញុំសិនរួចសម្រេចចិត្តក្រោយបើមិនព្រមខ្ញុំលាវយ៉ានស៊ីនឹងឲ្យមាស100តែឲ្យអ្នកទៅមិនបិទបាំងលោកទេខ្ញុំកើតមកអាក្រក់មុខពេញទៅដោយឆ្នាំពីកំណើតបើមិនអីទេក៏មិនដល់អាយុ20ឆ្នាំហើយមិនទាន់រៀបការបើលោកមើលងាយថាខ្ញុំអាក្រក់ខ្ញុំមិនបង្ខំលោករៀបការជាមួយខ្ញុំទេពេលនៅជាមួយនាងស្រីច្រើនឆ្នាំក៏ដោយក៏រាល់ពេលឃើញនាងស្រីដល់ស្បែកចេញនៅតែគួរឲ្យខ្លាចណាស់អ្នកណាថាមិនអញ្ចឹងលោកវ៉ាន់កូនស្រីខ្ញុំបាននិយាយរួចហើយបើលោកមិនចង់រៀបការជាមួយនាងទេខ្ញុំក៏មិនបង្ខំដែរលោកវ៉ងថេងអ្នកនៅមានជំរឿនមួយទៀតគឺចុះចាញ់នោះជាអ្នកគ្រប់គ្រង Killen Pavilion លោកស្រី Henyan ដែលជាស្ត្រីស្រស់ស្អាតលេខ1នៅ Jiangnan